Ok ស្ដីអ្នកគ្នាប្រហែលជាឆ្ងល់ហើយហើយដើម្បីខ្ញុំបង្ហាញរូបបែបនេះអញ្ចឹងខ្ញុំបង្ហាញនេះគឺក្នុងគោលបំណងចែកម្លែកទៅកាន់អ្នកនរគ្នាអំពីរបៀបក្នុងការធ្វើរូបធម្មតារបស់យើងទៅជារូបដែលយើងថតក្នុង studio អ្នកនរគ្នានេះជារូបរបស់ខ្ញុំដែលខ្ញុំបានប្រើ Google Gemini ឲ្យ generate ចេញជារូបបែប studio នេះអ្នកនរគ្នាគឺយើងមិនចាំបាច់ទៅ studio ទេយើងអាចប្រើឲ្យ Google Gemini ឲ្យ generate ឲ្យយើងគ្រាន់តែយើងមានរូបភាពមួយសន្លឹកដែលមានសភាពរាងច្បាស់បន្តិចយើងអាចធ្វើការ generate បានអូខេអញ្ចឹងសម្រាប់គ្នាយើងដែលចង់ធ្វើរូបបែប studio បែបនេះដាក់ក្នុង profile Facebook ក៏ដូចជា Telegram ដូចជាថាបង្ខំលើបណ្ដាញសង្គមអីចឹងណានេះដល់គ្នាអាចសាកល្បងធ្វើជាមួយខ្ញុំទាំងអស់គ្នាអូខេ let's go ហើយសម្រាប់គ្នាយើងដែលថ្មីសូមជួយចុច subscribe និងចុច share វីដេអូរបស់ខ្ញុំទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីអូខេឥឡូវយើងមានpromptមួយខ្ញុំមានpromptរួចស្រេចហើយសម្រាប់promptអ្នកទាំងគ្នាអាចតែងយកនៅក្នុង channel Telegram របស់ខ្ញុំដែលមានឈ្មោះថាអ្នកទាំងគ្នាអាចចូលទៅ search យកពាក្យថា KH Learning នេះអូខេនេះគឺ channel Telegram របស់ខ្ញុំអ្នកទាំងគ្នាអ្នកគ្នាអាចវាយ search បានអូខេអញ្ចឹងក៏អាច scan QR code នេះដើម្បី join channel Telegram របស់ខ្ញុំបានដែរអូខេគាត់ scan ទៅគឺអាចចុច join បានអូខេតោះហើយខាត់ពេលយើងចូលមក Google Gemini ដោយយើងចូល app នេះក៏បានដែរខ្ញុំបាន download app នេះទុកស្រេចហើយអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការតែងយក app ហ្នឹងនៅលើ Play Store ឬក៏ App Store ក៏បានដែរអូខេឬក៏អ្នកទាំងគ្នាអាចចូលតាមវិធីសាស្ត្រមួយទៀតអ្នកទាំងគ្នាអាចចូលទៅ Google ហើយអ្នកទាំងគ្នាវាយពាក្យថា Google Gemini AI នេះក៏បានដែរគឺយើងអាចប្រើបានដូចគ្នាអូខេឃើញអត់វាអាចប្រើបានដូចគ្នាទេអញ្ចឹងចុច no save កន្លែងនេះមកយើងអាចប្រើបង្កើតបានអូខេអញ្ចឹងខ្ញុំសូមប្រើលើ app តោះអូខេអញ្ចឹងយកមក Google Gemini យើងទៅរករូបភាពមកអូខេចុចសញ្ញាបូកកន្លែងនេះអ្នកទាំងគ្នាចុចសញ្ញាបូកកន្លែងនេះមកអូខេដើម្បី add រូបភាពចូល gallery អូខេអញ្ចឹងយករូបភាពរបស់ខ្ញុំខ្ញុំអូសរូបភាពនេះសិនរូបភាពមួយដែលខ្ញុំថតទៅខ្ញុំទៅរៀននេះអូខេរូបភាពនេះខ្ញុំថតនៅក្នុងកំពុងរៀនចុច add មកអូខេឥឡូវ process បានចប់ហើយយើងផាសprompt របស់យើងចូលកន្លែងហ្នឹងមកអ្នកនរគ្នាចុចសញ្ញាព្រួយនេះមកអូខេដើម្បីធ្វើការ generate អូខេអញ្ចឹងរងចាំបន្តិចអ្នកនរគ្នាគឺអត់យូរទេអ្នកនរគ្នាគឺលឿនចាំមើលជាមួយខ្ញុំអូសអ្នកនរគ្នាមើលហើយឡើយអូខេ loading ហើយគេនេះ create រូបភាពឲ្យអ្នកនរគ្នាឃើញអត់គឺបានរូបស្តៀងរូបរបស់យើងអ្នកនរគ្នាឃើញដោយរូបរបស់យើងមែនតើគឺមិនខុសគ្នាឆ្ងាយទេមានបជ្រុយមានអីដូចគ្នាអូខេរូបរបស់ខ្ញុំនេះក៏មានបជ្រុយកន្លែងនេះដែរអូខេនេះរូបរបស់ខ្ញុំនេះអូខេអញ្ចឹងនៅពេលដែលបានរូបបែបហ្នឹងហើយអ្នកនរគ្នាតើយើងធ្វើយ៉ាងម៉េចដើម្បីបានរូបភាពនឹងយកមកប្រើចុច save កន្លែងនេះមកអូខេ save បែបហ្នឹងមកយើងអាចចូលទៅមើលក្នុង gallery របស់យើងនឹងឃើញមានរូបភាពរបស់យើងចំនួន1 2 3 4ដូចខ្ញុំបង្ហាញបាញ់មិញចឹងអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំអំពីរបៀបក្នុងការធ្វើរូប studio ដោយប្រើ Google Gemini តាមពីដើមរហូតចប់ហើយខ្ញុំសង្ឃឹមថាខ្សែវីដេអូនេះអ្នកនរគ្នាពេញចិត្តទាំងអស់គ្នាអូខេជួយចុច like ចុច share ចុច subscribe និងដាក់សញ្ញារូបបណ្ដឹងទាំងអស់គ្នាអូខេបាយអ្នកនរគ្នាជួបខ្ញុំខ្សែវីដេអូក្រោយទៀតឱកាសក្រោយ